សូមគោរពនឹងជម្រាបសួរលោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពជាបន្តសូមគោរពអញ្ជើញតាមដានទស្សនានៅព័ត៌មានអន្តរជាតិដែលមានមេតិការសំខាន់ដូចតទៅប្រទេសប៉ូឡូញមានផែនការដាក់បន្ទុកលើជនជាតិអ៊ុយក្រែន2រូបពីបទបំផ្លាញបែបភេរវកម្មក្នុងនាមរុស្ស៊ីលោក Zelensky ពឹងផ្អែកលើកម្លាំងការទូតរបស់ទូគីដើម្បីប្រឈមជាមួយរុស្ស៊ីស្នេហ៍ជនជាទីគោរពដោយផ្ដើមនៅព័ត៌មានជាដំបូងនេះគឺអាញាធរប៉ូឡូញបាននិយាយកាលពីថ្ងៃពុធថាពួកគេមានផែនការដាក់បន្ទុកជនជាតិអ៊ុយក្រែន2រូបពីបទបំផ្លាញដោយលក្ខណៈភេរវកម្មក្នុងនាមរុស្ស៊ីជុំវិញការបំផ្ទុះមួយដែលធ្វើឲ្យខូចខាតផ្លូវរថភ្លើងដែលគេប្រើប្រាស់សម្រាប់ដឹកជញ្ជូនទៅប្រទេសអ៊ុយក្រែនក្រមមន្ត្រីបាននិយាយថាជនសង្ស័យទាំងពីររូបនេះបានចាកចេញពីប៉ូឡូញហើយបានឆ្លងចូលទឹកដីបេឡារុសគឺភ្លាមក្រោយពីពួកគេបានធ្វើសកម្មភាពវាយប្រហារកាលពីចុងសប្តាហ៍ដែលធ្វើឲ្យខូចខាតផ្នែកជាច្រើននៃផ្លូវរថភ្លើងក្នុងទីក្រុងមីកាដែលតភ្ជាប់ទីក្រុងវ៉ាសូវីជាមួយព្រំដែននៃប្រទេសអ៊ុយក្រែនអាជ្ញាធរប៉ូឡូញបានចោទប្រកាន់ជនជាតិអ៊ុយក្រែនពីររូបនេះថាបាននឹងកំពុងសហការគ្នាជាមួយសេវាសម្ងាត់របស់រុស្ស៊ីជាយូរមកហើយលោក Przemysław Nowak ជារដ្ឋអាជ្ញាម្នាក់បាននិយាយថាខ្លួនមិនអាចអនុវត្តនីតិវិធីច្បាប់ប្រឆាំងជនសង្ស័យនេះបានទេខណៈដែលពួកគេកំពុងស្ថិតក្នុងប្រទេសបេឡារុសក្រុមរដ្ឋអាជ្ញាបាននិយាយថាមានមនុស្សមួយចំនួនទៀតត្រូវបានចាប់ឃុំឃាំងពាក់ព័ន្ធនឹងការបំផ្ទុះបំផ្លាញផ្លូវរថភ្លើងតែពួកគេមិនបានលម្អិតអំពីរឿងនេះឡើយនៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកកាលពីចុងសប្តាហ៍កន្លងទៅនេះបណ្ដាញអគ្គិសនីនៅលើផ្លូវរថភ្លើងដូចគ្នានេះដែរបានរងបំផ្លាញនៅក្នុងតំបន់ Polawi ដែលមានចម្ងាយ50គីឡូម៉ែត្រពីទីក្រុង Lublin ភាគខាងកើតនៃប្រទេសប៉ូឡូញកាលពីថ្ងៃពុធប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាមានតែកិច្ចសហប្រតិបត្តិការជាមួយទូគីទេទើបអាចធានាសន្តិសុខបាននៅក្នុងតំបន់សមុទ្រខ្មៅថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងអង្ការ៉ានៃប្រទេសទូគីរួមជាមួយលោកប្រធានាធិបតី Recep Tayyip Erdogan លោក Zelensky បាននិយាយថាការចូលរួមយ៉ាងសកម្មរបស់ទូគីនៅក្នុងសម្ព័ន្ធភាពនៃឆន្ទៈជាពិសេសនៅក្នុងសមាសធាតុកងទ័ពជើងទឹកគឺមានសារៈសំខាន់ណាស់លោក Zelensky បានបន្ថែមថាគ្រប់គ្នាបានយល់ពីសារៈសំខាន់នៃសន្តិសុខនៅសមុទ្រខ្មៅដែលសន្តិសុខប្រភេទនេះអាចត្រូវបានធានារួមគ្នាជាមួយទូគីប្រទេសអ៊ុយក្រែនរុស្ស៊ីនិងទូគីគឺស្ថិតក្នុងចំណោមប្រទេសដទៃទៀតដែលមានព្រំដែនជាប់នឹងសមុទ្រខ្មៅកាលពីខែតុលាសេវាសន្តិសុខរបស់រដ្ឋអ៊ុយក្រែនបានបង្ហាញដ្រូនប្រើក្នុងសមុទ្រដែលបានធ្វើបច្ចុប្បន្នភាពនិងអាចប្រើប្រតិបត្តិការបាននៅក្នុងទីតាំងមួយដើម្បីកំណត់គោលដៅលើការដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ីក្នុងសមុទ្រខ្មៅនៅក្នុងជំនួបជាមួយលោក Erdogan លោក Zelensky បាននិយាយថាពួកគេបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងនោះរួមមានការផលិតការសម្របសម្រួលដោះដូរអ្នកទោសនិងការបញ្ជូនកុមារអ៊ុយក្រែនដែលគេចាប់ពង្រត់ឲ្យត្រឡប់មកវិញដំណើរទស្សនកិច្ចរបស់លោក Zelensky នៅប្រទេសទូគីបានធ្វើទៅក្រោយពីមានការវាយប្រហារដោយដ្រូននិងមីស៊ីលរបស់រុស្ស៊ីទៅលើអគារស្នាក់នៅកម្ពស់9ជាន់ចំនួន2នៅទីក្រុង Ternopil ភាគខាងលិចនៃប្រទេសអ៊ុយក្រែនដោយបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់25នាក់ក្នុងនោះរួមមានកុមារ3នាក់ផងដែរកាលពីយប់ថ្ងៃពុធសម្រាប់ព័ត៌មានជាបន្តទៅទៀតនេះដែរគឺនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានទៅបំពេញទស្សនកិច្ចតំបន់ទ្រនាប់ខាងទឹកដីស៊ីរីជាប់នឹងអ៊ីស្រាអែលយោងតាមសេចក្តីប្រហារតាមដែនអាកាសលើភាគខាងត្បូងនៃប្រទេសលីបង់កាលពីថ្ងៃពុធដែលទីនោះអ៊ីស្រាអែលនិយាយថាជាហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម Hezbollah ពលគឺនៅភូមិឈីហួនទស្សនិកជនជាទីគោរពប្រមុខការបរទេសចិនលោកវ៉ាងយីនិងសមាភាគីហ្គីហ្សិកស្ថានលោកជីនបែកគូលូបែលបានបើកកិច្ចពិភាក្សាយុទ្ធសាស្ត្រជាលើកដំបូងរបស់ខ្លួននៅទីក្រុងប៊ីស្កេកកាលពីថ្ងៃពុធនៅក្នុងកិច្ចប្រជុំនេះលោកវ៉ាងបាននិយាយថាការបង្កើតយន្តការកិច្ចពិភាក្សាយុទ្ធសាស្ត្រគឺជាជំហានមួយដ៏រឹងមាំនៅក្នុងការអនុវត្តចំណុចឯកភាពដែលប្រមុខរដ្ឋទាំងពីរបានសម្រេចបានដែលនឹងជួយពង្រឹងបន្ថែមទៀតលើទំនុកចិត្តជាយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រលោកវ៉ាងបាននិយាយថាការកសាងសហគមន៍ចិនគីស៊ីស្ថានរួមគ្នាជាមួយនឹងអនាគតរួមដែលបង្ហាញឲ្យឃើញពីប្រទេសជិតខាងល្អមិត្តល្អនិងវិបុលភាពរួមដែលជាផលប្រយោជន៍មូលដ្ឋាន
នសម្រាប់ប្រទេសនិងឆន្ទៈរបស់ប្រជាជនទាំងពីរលោកបានបន្ថែមថាចិនបានត្រៀមខ្លួនពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគីហ្ស៊ីស្ថាននៅលើកិច្ចការអន្តរជាតិនិងគាំទ្រគីហ្ស៊ីស្ថានយ៉ាងពេញលេញក្នុងការទទួលធ្វើជាប្រធានវិលជុំនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃឬ ASEO លោក Kolubel បាននិយាយថាគីហ្ស៊ីស្ថានបានភ្ជាប់ខ្លួនចំពោះគោលនយោបាយចិនតែមួយនិងត្រៀមខ្លួនធ្វើការងារជាមួយចិនលើកិច្ចសហប្រតិបត្តិការគំនិតដូចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវនៅក្រៅកិច្ចពិភាក្សាភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃលទ្ធផលកិច្ចពិភាក្សាយុទ្ធសាស្ត្រលើកដំបូងរបស់ប្រមុខការបរទេសនិងកម្មវិធីកិច្ចសហប្រតិបត្តិការឆ្នាំ2026-2027រវាងប្រមុខការបរទេសនៃប្រទេសទាំងពីរទស្សនិកជនជាទីគោរពសម្រាប់ព័ត៌មានជាចុងក្រោយនេះដែរគឺនៅថ្ងៃប្រហ័សនេះស្ថានភាពមានភាពចុះអាប់ដ៏ក្រាស់បានគ្របដណ្ដប់លើផ្នែកដ៏ធំនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមដោយបណ្ដាលឲ្យមានការពន្យាពេលជើងយន្តហោះនិងធ្វើឲ្យចរាចរណ៍មានភាពយឺតយ៉ាវនៅក្នុងប្រទេសអាប់បានធ្លាក់គ្របដណ្ដប់លើយន្តហោះជាច្រើនគ្រឿងដែលតាំងបង្ហាញនៅពិព័រណ៍យន្តហោះឌូបៃខណៈដែលអ្នកទស្សនាបានមកដល់ក្នុងពេលព្រឹកយន្តហោះឯកជនយន្តហោះពាណិជ្ជកម្មនិងយន្តហោះយោធាគឺស្ថិតក្នុងចំណោមយន្តហោះជាង200គ្រឿងដែលបានដាក់តាំងបង្ហាញនៅពិព័រណ៍យន្តហោះក្នុងឆ្នាំនេះព្រឹត្តិការណ៍នេះបានប្រមូលផ្ដុំក្រុមហ៊ុនផលិតប្រតិបត្តិការនិងថ្នាក់ដឹកនាំឧស្សាហកម្មដោយផ្ដោតលើការរចនាយន្តហោះថ្មីនិងការជំរុញឆ្ពោះទៅរកអាកាសចរណ៍ប្រកបដោយនិរន្តរភាពជាងមុនមជ្ឈមណ្ឌលជាតិឧតុនិយមរបស់អេមីរ៉ាតអារ៉ាប់រួមបានចេញការព្រមានពីអាប់ពណ៌ក្រហមសម្រាប់ផ្នែកជាច្រើននៃប្រទេសដោយបាននិយាយថាស្ថានភាពនេះអាចនឹងប្រសើរឡើងវិញនៅម៉ោង10ព្រឹកសំណើមកម្រិតខ្ពស់និងសីតុណ្ហភាពធ្លាក់ចុះបានធ្វើឲ្យមានអាប់និងរំកិលខ្លួនតាមរដូវកាលនៅតាមបណ្ដោយឆ្នេរសមុទ្រនៃឧបទ្វីបអារ៉ាប់ព័ត៌មានជាតិនិងអន្តរជាតិដែលលោកអ្នកទើបបានទស្សនាអមិញនេះចាប់តែប៉ុណ្ណេះជាបន្តសូមគោរពអញ្ជើញតាមដានទស្សនានៅកម្មវិធីផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាដែលមានជាបន្តបន្ទាប់ខណៈនេះនាងខ្ញុំព្រមទាំងក្រុមការងារសូមអរគុណនិងសូមគោរពលា